Cha lũ sự ban trên đo cùng đất cùng phuใน Egypt សម្ដែងរបស់នាងម្ដងទៀតកាលពីឆ្នាំមុនជាមួយនឹងរឿង Love Ambition ហើយបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីមួយគឺ Huching Entertainment បន្ទាប់ពីជាសះស្បើយអស់រយៈពេល1ឆ្នាំនាងត្រូវបានគេរំពឹងថានឹងត្រឡប់មកសម្ដែងវិញនៅឆ្នាំនេះក្នុងការផ្សាយផ្ទាល់ថ្មីនេះចាលឺស៊ឺបានបង្ហាញថាមុនពេលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺដាច់សរសៃឈាមខួរក្បាលនាងបានទទួលរឿងពីអាឡែស៊ីធ្ងន់ធ្ងរនាងតែងតែទៅមន្ទីរពេទ្យដើម្បីចាក់ថ្នាំតាមសរសៃឈាមហើយគ្រូពេទ្យថែមទាំងបានចេញវេជ្ជបញ្ជាថ្នាំព្យាបាលជំងឺមហារីកទៀតផងប៉ុន្តែគ្មានថ្នាំណាមួយមានប្រសិទ្ធភាពនោះទេនាងបាននិយាយថាសាច់ទាំងអស់របស់នាងគឺរលួយនិងរមាស់ខ្លាំងហើយសាច់ថ្មីក៏ដុះឡើងវិញក៏បានបង្ហាញផងដែរថាបន្ទាប់ពីស្ថានភាពផ្លូវចិត្តរបស់នាងមានស្ថិរភាពនិងអារម្មណ៍របស់នាងបានធូរស្រាលអាឡែស៊ីរបស់នាងបានប្រសើរឡើងហើយឥឡូវនេះនាងទទួលបានរូបរាងដ៏ស្រស់បំព្រងរបស់នាងឡើងវិញហើយពិតទៅពិភពខាងក្រៅមិនបានដឹងពីស្ថានភាពរាងកាយពិតរបស់ចៅលូស៊ឺនៅពេលនោះទេនៅពេលដែលនាងកំពុងថតរឿង The Last Immortal ជាមួយវ៉ាងអានយូមានរបាយការណ៍ថានាងមិនស្រួលខ្លួនបាត់ទៅហើយត្រឹមតែនាងបាត់បង់ការស្ដាប់ជាបណ្ដោះអាសន្នប៉ុណ្ណោះទេប៉ុន្តែនាងក៏មានរោគសញ្ញាឡើងក្រហមនិងហើមជាច្រើនដោយសារតែកន្ទួលរមាស់ផងដែរហើយតែពេលនាងចូលរួមកម្មវិធីផ្សព្វផ្សាយសម្រាប់រឿង The Last Immortal មករបស់ចៅលូស៊ឺត្រូវបានគេរកឃើញថាហើមនាងបានបញ្យល់ថាវាគឺដោយសារតែកន្ទួលរមាស់នោះផ្ទុះឡើងភ្លាមដូច្នេះនាងបានលេបថ្នាំជាបន្តដើម្បីទប់ស្កាត់រោគសញ្ញាដែលបណ្ដាលឲ្យហើមមុខចៅលូស៊ឺក៏បានលើកឡើងផងដែរថានាងធ្លាប់មានជំងឺ pityriasis erosive វាជាជំងឺស្បែកកន្ទួលរមាស់ដែលចាប់ផ្ដើមពីត្រចៀករបស់នាងហើយរាលដាលពាសពេញរាងកាយរបស់នាងតែម្ដងប៉ុន្តែទោះយ៉ាងណាវាមិនរាលដាលដល់មុខរបស់នាងទេដូច្នេះហើយនាងបានបន្តថតធម្មតានៅពេលនោះដែលនាំឲ្យមនុស្សជាច្រើនសង្ស័យថានាងកំពុងសម្ដៅទៅលើស្ថានភាពរបស់នាងខណៈពេលកំពុងថតរឿង The Last Immortal ឥឡូវនេះអាឡែស៊ីរបស់ចៅលូស៊ឺបានប្រសើរឡើងគួរឲ្យកត់សម្គាល់ហើយនាងបាននិយាយដោយត្រង់ថាពេលក្រឡេកមើលទៅក្រោយខ្ញុំគិតថាវាភាគច្រើនតេតឹងនឹងអារម្មណ៍របស់ខ្ញុំដូច្នេះបញ្ហាស្បែកជាច្រើនអ្នកត្រូវពិចារណាពីស្ថានភាពផ្លូវចិត្តរបស់អ្នកគិតអំពីវាថាតើបញ្ហានេះអាចដោះស្រាយបានឬអត់ប្រសិនបើវាមិនអាចទេចូលទុកវាចោលហើយធ្វើចិត្តឲ្យមានស្ថិរភាពនិងកុំគិតច្រើនគាត់សម្គាល់ផងដែរថាបន្ទាប់ពីចៅលឺស៊ឺបានចុះកិច្ចសន្យាជាមួយ Huching Entertainment នាងបានចំណាយពេល1ឆ្នាំចុងក្រោយដើម្បីសម្រាប់ព្យាបាលអ្នកគាំទ្រជាច្រើនបានឃើញថាសម្បុរនិងស្មារតីរបស់នាងមានភាពល្អប្រសើរជាងមុនហើយនាងក៏បានប្រកាសពីគម្រោងវិលត្រឡប់មកសម្ដែងវិញហើយកំពុងពិនិត្យមើលគម្រោងរឿងភាគថ្មីរួមទាំងគម្រោងចេញបទចម្រៀងថ្មីជាច្រើនបទនិងវីដេអូចម្រៀងអមជាមួយខ្សែភាពយន្តទៀតផងនេះបើយោងតាមរបាយការណ៍របស់ Yahoo Live សិង្ហបុរីចុច Subscribe ព័ត៌មានពីតារាល្បីៗថ្មីប្លែកៗនិងហោះចូលក្នុងទូរស័ព្ទលោកអ្នកសូមអរគុណសូមជម្រាបសួរ